បាទហ្នឹងហើយបងប្អូនបាទពីបន្ទាប់ពីយើងដាក់ចោះដីបានរយៈពេលជិត2ម៉ោងបាទហើយឃើញថាវាស្ទៃទឹកស្ទៃអីហើយឈប់ផ្អើលឈប់អីទៀតហើយបាទហើយហ្នឹងបងប្អូនជាមួយខ្ញុំនឹងដាក់វីដេអូដែលបង្ហាញពីសកម្មភាពបាទដែលខ្ញុំដាក់ចោះវាដំបូងបងប្អូនបងប្អូនចាំមើលទាំងអស់គ្នាអូខេហ្នឹងបងប្អូននេះគ្រប់30ថ្ងៃហើយអញ្ចឹងមកប្រឡែងវាបាទហើយវាដើរស៊ីចំណីបាទធម្មតាដកទឹកដកចំណីហើយឥឡូវយើងដាក់ចំណីដាក់ទឹកចុះមកដីហើយប្រព័ន្ធក៏វាហ៊ានចេញខ្លាចដីហ្នឹងបងខ្ញុំលាក់វាចេញហ្នឹងខែហ្នឹងបងខែថ្ងៃហ្នឹង30ថ្ងៃហើយចេញទេអេចេញអូឥឡូវយើងបាច់ចាំធ្វើឲ្យវាចេញខ្លួនឯងហ្មងទៅឲ្យវាចេញតាមសម្រួលខ្លួនឯងបងធ្លាប់ធំមកកូនដំបងមកមានបញ្ហាអីទេខ្សោយក៏អត់ខ្សោយបាទឈឺក៏អត់ឈឺនិយាយទៅគឺល្អគ្រប់យ៉ាងបាទហើយនេះជាការដកបទពិសោធន៍ដៃថ្មីបាទបងប្អូនដៃថ្មីហើយខ្ញុំធ្វើតាមរបៀបរបស់ខ្ញុំលើកក្រោយទៀតបាទចេញហើយបងប្អូនចេញហើយបាទអានឹងឲ្យវាចេញតាមស្រួលខ្លួនឯងចឹងបានវាអត់ផ្អើលបើមិនជាយើងអាលាក់វិញបងប្អូនខ្ញុំធ្លាប់ដេញវាចោះតម្លាក់វាចេញពីធុងជន់លើដីចេះវារត់សាក់ស្វាចហ្មងវាដូចជាវាអត់តន់ស្គាល់ដីវាធ្លាប់តែនៅលើធុងបងប្អូនវាផ្អើលតែដល់ពេលយើងទុកចោលបាទឲ្យវាចេញតាមស្រួលខ្លួនឯងចេះផ្អើលដែរតែវាផ្អើលតិចតិចបងប្អូនវាអត់ទៅផ្អើលខ្លាំងទេអញ្ចឹងទេអាលាក់ចុះមកមិនលោតគេឆេងរត់ពេញទឹកពេញដីណាបងប្អូនមាន់កូនដបងបងប្អូនមេដបងកូនក៏ដបងបាទតែវគ្គនេះគឺខ្ញុំអត់ទុកពួចទេបងប្អូនដោយសារមេវាដបងហើយមកកូនដបងទៀតអញ្ចឹងទៅខ្ជិលទុកវគ្គហ្នឹងប្រហែលជាវាយចេញបាទបើវាយចេញក៏ទុកធ្វើម្ហូប